ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនពូមីងយាយតាអ៊ំប្រុសអ៊ំស្រីនៅតាមបណ្ដាញ YouTube Facebook ឬក៏ TikTok ទាំងអស់គ្នានេះគឺជាសកម្មភាពបងប្អូនជនមានពិការភាពភ្នែកបានធ្វើការម៉ាស្សាសម្រួលសរសៃដៃទេពជូនភ្ញៀវដែលគាត់មកទទួលសេវាកម្មចាប់សរសៃនៅហាងចង្ការព្រីងហាវ៉ាត់ស្រងដែតប្រសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងសរសៃឬក៏ចុករួយនៃរាងកាយអាចមើលវីដេអូហើយនឹងការស្ដាប់បញ្យលរបស់ពួកយើងខ្ញុំនេះគឺជាការសម្រួលសរសៃចង្កេះឬក៏ហៅឆ្កឹះបងប្អូនយើងតែងតែមានបញ្ហាចង្កេះដោយសារតែទី1គឺយើងរឹងសរសៃពោះខ្នងទី2បងប្អូនអង្គុយធ្វើការយូរពេករាប់ម៉ោងអត់ដែលងើបធ្វើចលនាទី3បងប្អូនបើកឡានទៅឆ្ងាយអត់បានធ្វើចលនាដែរហើយបន្តមកទៀតនោះគឺបងប្អូនធ្វើការលើកធ្ងន់ឬក៏បងប្អូនពុតខ្នងពុតចង្កេះទៅពុតទៅវាហួសធ្វើឲ្យយើងភ្លាត់សរសៃដោយសារតែរឹងសរសៃសាច់ដុំណាមកពីការចុករួយចង្កេះយូរទៅខ្លាចជាឈឺប្រចាំថ្ងៃទៅនេះគឺជាសរសៃត្រគាកសរសៃត្រគាកនឹងឈឺនឹងដោយសារតែបងប្អូនអង្គុយឬក៏បងប្អូនលើកជើងហាត់ប្រាណផ្លិចខ្លួនទៅក៏មិនដាមកជាប់ដែរហើយបន្ទាប់មកទៀតនឹងបងចុករួយតិចតិចចាទ្រាំទៅគឺថាអីតែពិតអត់ទេបងប្អូនសរសៃឈាមយើងរត់អត់ស្មើក៏ធ្វើឲ្យសរសៃយើងរឹងដែរនេះគឺជាសរសៃកំភ្លើមួយសរសៃកំភ្លើរឹងតឹងហើយស្ពឹកអាហ្នឹងសុទ្ធតែជាបញ្ហាសរសៃហើយចឹងបើសិនបើបងប្អូនមានបញ្ហាទាក់ទងទៅនឹងសរសៃឬក៏ចុករួយនៃរាងកាយរបស់បងប្អូនអាចមកម៉ាស្សាចាប់សរសៃដៃទេពបែបជប៉ុនដោយជនពិការភ្នែកយើងខ្ញុំបានមិនថាបងប្អូននៅចិត្តមាសក្រាំងធ្នង់ភ្នំពេញថ្មីឈប់វ៉ាបឹងបៃតងទួលគោកតាំងកសាំងអីហ្នឹងវាគិតថានៅចិត្តពួកបងប្អូនអាចមកសម្រួលសរសៃបានជួយ like follow comment repost ឲ្យល្បីផងជួយផ្សព្វផ្សាយទាក់ទងទៅនឹងការម៉ាស្សាសម្រួលសរសៃដៃទេពបែបជប៉ុនផងសូមអរគុណ